គ្រប់ម៉ាត់គ្រប់ពាក្យសម្ដីគឺជាសម្ដីបំបែកបំបាក់ជាតិខណៈដែលនៅពេលបច្ចុប្បន្ននេះសៀមកំពុងតែមានចេតនាឈ្លានពានចូលក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាប៉ុន្តែយុទ្ធសាស្ត្រខ្លាំងជាងគេរបស់សៀមឲ្យធ្លាប់ធ្វើមកលើព្រះរាជាណាចក្រកម្ពុជានោះគឺបំបែកបំបាក់សាមគ្គីខ្មែរសិនប្រសិនបើខ្មែររួមសាមគ្គីគ្នាជាធ្លុងមួយប្រសិនបើប្រជាពលរដ្ឋរួមគ្នាគាំទ្ររាជរដ្ឋាភិបាលសៀមវាមិនអាចធ្វើអ្វីបានស្រេចតែចិត្តទេដូច្នេះយុទ្ធសាស្ត្រសំខាន់របស់សៀមគឺវាជួលអាក្រមជ្រុលនិយមនៅក្រៅប្រទេសនឹងវាឲ្យផលអាក្រមជ្រុលនិយមនៅក្រៅប្រទេសនឹងដើម្បីឲ្យផ្សព្វផ្សាយបំបែកបំបាក់ខ្មែរពីព្រោះបើកណាខ្មែរបែកបាក់សាមគ្គីខ្មែរឆ្លោះគ្នាខ្មែរបែកបាក់គ្នាទៅជាក្រុមផ្សេងខ្មែរមិនគ្រប់គ្រងប្រមុខដឹកនាំរបស់ខ្លួនឯងនោះមានន័យថាបាត់បង់ចំហពីព្រោះអតីតកាលរបស់ខ្មែរវាធ្លាប់មានអញ្ចឹងឯងសៀមវាមិនដែលឈ្នះខ្មែរនឹងប្រយុទ្ធទេសៀមវាឈ្នះខ្មែរដោយសារតែយុទ្ធសាស្ត្របំបែកបំបាក់ខ្មែរយកលុយទិញទឹកចិត្តរបស់ក្រមជ្រុលនិយមខ្មែរនោះតែអញ្ចឹងឯងតាំងពីសម័យប្រាក់ឌួងសម័យលង្វែកនោះគឺប្រវត្តិសាស្ត្រមានហើយវាឈ្នះខ្មែរដោយសារតែបំបែកបំបាក់ខ្មែរនឹងឯងអញ្ចឹងហើយព្រះថេរានុថរៈគ្រប់ព្រះអង្គនិងលោកតាលោកយាយប្រិមិត្តលោកអ្នកស្ដាប់លោកមើលលោកស្ដាប់ពាក្យសម្ដីរបស់ក្រមជ្រុលនិយមតាមបណ្ដាញសង្គមមាន Facebook មាន TikTok ជាដើមនឹងលោកស្ដាប់មើលគ្រប់ស្ទើរតែគ្រប់ម៉ាត់ទាំងអស់គឺបំបែកបំបាក់ខ្មែរមិនឲ្យប្រជាពលរដ្ឋខ្មែរគ្រប់គ្រងមេដឹកនាំរបស់ខ្លួនដល់កាលណាបែកបាក់គ្នាគឺសៀមវាឈ្លានពានតាមចិត្តវាអត់ប្របាកទេដូចគ្នានៅអ៊ីរ៉ង់ដែរអ៊ីរ៉ង់អញ្ចឹងឯងអ៊ីរ៉ង់អញ្ចឹងព្រះថេរានុថរៈគ្រប់ព្រះអង្គនិងលោកតាលោកយាយប្រិមិត្តលោកអ្នកស្ដាប់លោកប្រហែលចាំបានហើយក្នុងអំឡុងខែកុម្ភៈឆ្នាំ2026នេះមុនពេលដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់គឺមានក្បួនបាតកម្មផ្ទុះឡើងនៅប្រទេសអ៊ីរ៉ង់ក្រមបាតកោនោះថែមទាំងអំពាវនាវឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោកត្រាំជួយពីព្រោះគេទៅសេបដាធំធំគេទៅសេប៉ាណូធំធំណាខ្ញុំកាលណាខ្ញុំបានឃើញត្រាំ help មានន័យថាអំពាវនាវឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនឹងជួយពួកគេដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ឯនេះហើយនេះមានន័យថាម៉េចគោលដៅរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលគឺផ្ដួលរំលំមេដឹកនាំអ៊ីរ៉ង់នឹងហើយបាទគឺផ្ដួលរំលំមេដឹកនាំនឹងហើយក្រមបាតកោគឺធ្វើបាតកម្មផ្ដួលរំលំមេដឹកនាំខ្លួនឯងតាមការចង់បានរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមានន័យថាចាញ់បោកគេអត់ប្រជាជនអ៊ីរ៉ង់ចាញ់បោកអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកអត់ធ្វើបាតកម្មក្នុងអំឡុងខែកុម្ភៈនោះគឺមានមនុស្សស្លាប់រហូតដល់ទៅជាង 30,000 នាក់ដោយសារតែរដ្ឋាភិបាលអ៊ីរ៉ង់បង្ក្រាបហើយប្រសិនបើពេលនោះប្រសិនបើក្បួនបាតកម្មនោះក្រមបាតកោផ្ដួលរំលំមេដឹកនាំអ៊ីរ៉ង់បានមែននោះអ៊ីរ៉ង់នឹងคล้ายទៅជាកូនកដោរបស់អ៊ីស្រាអែលហើយព្រោះអ៊ីស្រាអែលចង់បានអញ្ចឹងហើយសួរអ្នកណាអ្នកនាំធ្វើនោះគឺរេសាប៉ាឡាវីខ្សែរាជវង្សដែលសហរដ្ឋអាមេរិកចិញ្ចឹមនៅទីក្រុង Washington DC នៅពេលបច្ចុប្បន្ននេះហើយខ្ញុំកាលណាខ្ញុំបានមើលប្រវត្តិមើលសាវតាគ្នានឹងវាដូចជាខ្មែរអញ្ចឹងដែរ
សៀមនឹងវាចិញ្ចឹមអាក្រុមវាឲ្យប្រយោជន៍ទៅអាក្រុមជ្រុលនិយមនៅក្រៅប្រទេសនោះដើម្បីឲ្យបំបែកបំបាក់ខ្មែរពីព្រោះបើសៀមផ្សព្វផ្សាយវាគ្មានប្រសិទ្ធភាពទេហើយក៏មិនមានវិសាលភាពទូលំទូលាយដែរពីព្រោះវាជាសៀមខ្មែរដឹងថាជាសត្រូវរបស់ខ្មែរហើយសៀមនោះអញ្ចឹងសៀមវាឲ្យផលប្រយោជន៍ទៅអាខាងក្រុមជ្រុលនិយមធ្វើយ៉ាងណាឲ្យក្រុមជ្រុលនិយមនឹងវាផ្សព្វផ្សាយបំបែកបំបាក់សាមគ្គីរបស់ខ្មែរឲ្យវាត្រូវតាមចិត្តវានោះដូចគ្នាអ៊ីរ៉ង់ខ្ញុំកាលណាខ្ញុំបានមើលចំណុចនឹងមកមើលប្រវត្តិអ៊ីរ៉ង់មកមើលដូចខ្មែរណាប៉ុន្តែគ្រាន់តែខាងប្រជាពលរដ្ឋខ្មែរគឺល្អជាងខាងប្រជាពលរដ្ឋអ៊ីរ៉ង់ឆ្ងាយណាដោយសារតែប្រជាពលរដ្ឋខ្មែរប្រមាណជាង17លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះលោកមិនទៅជ្រួលជ្រើមដូចប្រជាជនអ៊ីរ៉ង់ទេបាទលោកអត់ជ្រួលជ្រើមដូចប្រជាជនអ៊ីរ៉ង់ទេប្រជាជនអ៊ីរ៉ង់ជ្រួលជ្រើមណាស់មុនពេលដែលអាមេរិករួមគ្នាជាមួយអ៊ីស្រាអែលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ហ្នឹងប៉ុន្តែឥឡូវអត់ទាន់ហួសពេលទេឥឡូវមិនទាន់ហួសពេលទេសម្រាប់ប្រជាជនអ៊ីរ៉ង់ដែលរួមសាមគ្គីគ្នាឥឡូវនេះប្រជាជនអ៊ីរ៉ង់រួមសាមគ្គីគ្នាណាស់បាទ